ជំរាបសួរពុកម៉ែបងប្អូននៅក្នុងបណ្ដាញសង្គម Facebook ទាំងអស់ថ្ងៃនេះខ្ញុំទទួលសំណួរពីប្រិយមិត្តរបស់ខ្ញុំមួយទៀតហើយគាត់បានសួរមកខ្ញុំថាអូនតើរវាងCitizen អូស្ត្រាលីហើយនិងPermanent Resident ដែលគេហៅកាត់ថា PR ហ្នឹងតើរវាងពីរហ្នឹងគឺវាខុសគ្នាបែបណាអញ្ចឹងខ្ញុំឧទាហរណ៍ឲ្យបងប្អូនឲ្យបានយល់គឺខ្ញុំមាន Passport ខ្មែរហើយគឺខ្ញុំមាន Passport អូស្ត្រាលីដោយពីរហ្នឹងគឺវាខុសគ្នាត្រង់ទី1ខ្ញុំឧទាហរណ៍ថាពី Permanent Resident ហើយទី2គឺខ្ញុំឧទាហរណ៍ពី Citizen របស់អូស្ត្រាលីអញ្ចឹងចំពោះpermanent resident គឺគេហៅថាការរស់នៅអចិន្ត្រៃយ៍ដែលយើងធ្វើការស្របច្បាប់គឺយើងធ្វើអីផ្សេងៗគឺយើងរស់នៅក្នុងជាប្រជាជនអូស្ត្រាលីតែយើងមិនទាន់ខ្លាចទៅជាគេហៅថាប្រជាជនស្របច្បាប់ទេគ្រាន់តែជាការជ្រកក្រោមនៅក្នុងប្រទេសអូស្ត្រាលីដោយ forever អញ្ចឹងណាបងប្អូនជាអចិន្ត្រៃយ៍ហើយបើសិនជាបងប្អូនចង់ធ្វើការ travel ដូចជាទៅ New Zealand តែ New Zealand បើសិនជាបងប្អូនមាន permanent resident បងប្អូនគ្រាន់តែទិញសម្បត្តិយន្តហោះគឺទៅបានហើយតែបើបងចង់ទៅអាមេរិកដូចជាទៅណាគឺត្រូវការឲ្យបងប្អូន apply ជា visa ព្រោះយើងនៅក្រោមជា visa របស់យើងដែលគេហៅថា original នៅក្នុង visa របស់យើងហ្នឹងណាបងប្អូនហើយចំពោះការរៀនចំពោះ permanent resident គឺគេក៏ជួយច្រើនផងដែរគឺគេជួយដូចគ្នាដូចក្នុង citizen អញ្ចឹងទៅតា course class គឺគេផ្ដោតទៅលើខាង citizen ច្រើនជាងអញ្ចឹងទៅហើយដូចជាមានបញ្ហាអីផ្សេងក៏គេអាចជួយច្រើនញាតិញោមទៅគឺបង permanent resident គឺវាអត់មានឲ្យខុសគ្នាច្រើនទេគឺវាខុសគ្នាត្រង់ចំពោះ citizen គឺវាយើងអាចកាន់ passport របស់អូស្ត្រាលីបានហើយយើងអាចធ្វើការ travel ដោយមិនមានការស្នើសុំ visa ឲ្យបែបច្រើនលើសលប់ទេដូចជាទៅអាមេរិកអីយើងគ្រាន់តែ apply e-visa គឺយើងចូលបានតែម្ដងដូចជាទៅ New Zealand ទៅអីគឺយើងចូលដូចយើងចូលខ្មែរចូលថៃអញ្ចឹងតែឥឡូវខ្ញុំឮថាថៃគេឲ្យយើងធ្វើ visa ដែរអញ្ចឹងខ្ញុំអត់ដឹងច្បាស់ដែរក្នុងហ្នឹងហើយចំពោះការរៀនឬក៏ការដូចជាស្នើសុំលុយអាត្រែតអីផ្សេងក៏ខាងcitizen នេះទទួលបានឆាប់ជាងខាង permanent resident ផងដែរហើយចំពោះខាង permanent គឺគេឲ្យលុយជួយច្រើនដែរគឺខ្ញុំអាស្រ័យទៅលើខាង government អាហ្នឹងគឺខ្ញុំអត់ដឹងទេគឺច្បាប់របស់គេហើយចំពោះការដូចជាមានបញ្ហាផ្សេងដូចបងប្អូនតលេងខាងប្រទេសណាដែលសុកដូចមានគ្រោះអីមួយដែលយើងនឹកស្មានអត់ដល់អញ្ចឹងទៅគឺខាងអូស្ត្រាលីគេជួយយើងភ្លាមព្រោះតែយើងមានគេហៅថា citizen នេះបងប្អូនបើសិនជាបងប្អូនអត់មានទេគឺគេមិនឲ្យយើងចូលទៅក្នុងស្ថានទូតរបស់គេឡើយអញ្ចឹងទៅខ្ញុំក្នុងវីដេអូនេះគឺខ្ញុំចង់ឲ្យបងប្អូនធ្វើការសាកល្បងធ្វើតេស្តយកគេហៅថា citizen របស់អូស្ត្រាលីនេះឲ្យបានឆាប់លឿនបំផុតបើសិនជាបងប្អូនដូចជាអត់ចង់យកឬមួយអីគឺសូមបងប្អូនគិតម្ដងទៀតហើយខ្ញុំចង់ឲ្យបងប្អូនហើយកុំមានការខ្លាចឬមួយក៏មានអារម្មណ៍ថាយើងអត់ចេះអង់គ្លេសគឺយើងអាចធ្វើតេស្តនឹងជាប់អញ្ចឹងសូមបងប្អូនគិតពិចារណាមកវិញយើងសាកល្បងសិនមុននឹងយើងសម្រេចចិត្តខ្លួនឯងគឺយើងចូលទៅសាកល្បងសិនបើសិនជាមានបញ្ហាអីគឺយើងត្រូវដោះស្រាយបន្ទាប់ទៀតអញ្ចឹងទៅខ្ញុំឲ្យបងប្អូនថាយើងសាកល្បងទៅធ្វើតេស្តមើលសិនទោះយើងចេះអង់គ្លេសមិនចេះអង់គ្លេសមិនក៏ដោយគឺយើងអាចធ្វើបានអញ្ចឹងខ្ញុំសង្ឃឹមថាបងប្អូនខ្មែរដែលរស់នៅក្នុងប្រទេសអូស្ត្រាលីនឹងធ្វើបានទាំងអស់គ្នាអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងឯងសង្ឃឹមថាបងប្អូនចូលចិត្តនៅវីដេអូមួយនេះអូខេបាយបាយ